ស្ដីអ្នកទាំងអស់គ្នានេះជាថ្ងៃទី3នៃការប្រហាត់អាចារ្យវ៉ាហ្នឹងហើយថ្ងៃហ្នឹងគីឡូវានៅសល់147ម្សិលមិញ155អញ្ចឹងវាធ្លាក់អស់រហូតដល់8លេខហើយយើងឲ្យស៊ីម្សិលមិញគឺ10ក្រាមឥឡូវបាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងជាថ្ងៃទី3នៃការប្រហាត់អាចារ្យវ៉ាស្ទាំងលោកថ្ងៃទី3នេះឃើញថាវាហៅមកល្អមែនតើកន្លែងនេះគឺតាក់ខ្សែអ្នកទាំងអស់គ្នាវាអត់បានមកដល់កន្លែងយើងទេអញ្ចឹងហើយយើងហៅវាបាន2ដងវាតាក់ខ្សែទឹក2ដងអញ្ចឹងយើងសម្រេចចិត្តថាលេងខ្សែវាតែម្ដងហើយការប្រហាត់ថ្ងៃនេះគឺល្អមែនតើអាចារ្យវ៉ាធ្វើបានល្អណាស់ហៅខ្ទង់30ម៉ែត្រ50ម៉ែត្រក៏មកដែរសានេះគីឡូធ្លាក់នៅសល់147ម្សិលមិញ152ណា152ឃើញថាសัตว์ថ្ងៃហ្នឹងហៅបានល្អមែនតើគីឡូតាំងពីគីឡូត្រូវលេងគីឡូល្អខ្ទង់137 138ហ្នឹងហើយគីឡូប៉ុណ្ណឹងគឺលេងល្អតែនេះវាទៅនៅសល់147វាអត់ទាន់ដល់គីឡូដែលលេងល្អទេអ្នកគ្នាហើយកន្លែងនេះយើងបលែងខ្សែវាអ្នកទាំងអស់គ្នាថ្ងៃទី3នេះប្រហើនណាហ៊ានបលែងខ្សែស្ទះលោកតែបាន3ថ្ងៃឯងហ៊ានបលែងហើយការហៅវាអ្នកទាំងអស់គ្នាមើលតាមហ្នឹងទៅគឺល្អណាស់ស្ទះលោកនេះហើយយើងហៅមិនមែនចិត្តទៅហៅទេយើងមើលឲ្យស្ទះលោកយើងពលាជើងពីលើម៉ូតូសិនជើងវាកាលណាតែវាខ្ញាំវាអត់មកឯអ្នកទាំងអស់គ្នាចឹងហើយយើងត្រូវមើលវាសិនថាវាពលាជើងហើយឬនៅពីច្រើនស្ទះលោកវានៅលើម៉ូតូវាតែងតែមានការខ្ញាំឬមួយក៏វាក្តោបចំណីវាស្មានតែចំណីក្នុងជើងវាហ្នឹងហើយមួយទៀតតកតងនឹងការប្រហាត់នេះខ្ញុំ3ថ្ងៃឯងតែខ្ញុំហ៊ានបលែងខ្សែហើយមួយទៀតខ្ញុំចាប់ផ្ដើមប្រហាត់វាចាប់លូដែលគេហៅថាសត្វសុបនិមិត្តតកតងនឹងការប្រហាត់នេះគឺវាអត់ទាន់ច្បាស់ 100% ទេវាទៅបានប្រហែល 5% ទេក្នុងការមើលសត្វនិងការចាប់កាយខ្ញុំឲ្យវាស្គាល់បដាហ្នឹងមុននឹងចូលទៅដេញពិតក៏យើងត្រូវឲ្យវារៀនមេរៀននឹងសិនហើយតកតងនឹងការប្រហាត់នេះយើងមិនមែនជាតែប្រហាត់ទៅទេយើងត្រូវមានក្បួនមានខ្នាតវាហើយបងប្អូនដែលត្រឹមតែលេងថ្មីឬក៏អត់ដែលលេងសោះបងប្អូនអាចឆែកមើលក្នុងក្រុមបាសីប្រមាញ់ឬមួយក៏អាចឆែកតាម YouTube ក៏បានដែរតកតងនឹងការចិញ្ចឹមមើលថែនិងឲ្យចំណីនៅវាប្រហាត់បង្រៀនវាពីច្រើនបងខាងបាត់ដំបងឬបងនៅភ្នំពេញគាត់ចែករំលែកច្រើនណាស់តកតងនឹងការចិញ្ចឹមស្ទាំងចិញ្ចឹមបាសីប្រមាញ់នេះអញ្ចឹងបងប្អូនមានចំណុចអីអាចឆែកមើល YouTube របស់ពួកគាត់បានហើយអ្នកទាំងអស់គ្នាក៏អាចឆែកមើលក្នុង YouTube របស់ខ្ញុំបានផងដែរចាប់ពីថ្ងៃនេះទៅខ្ញុំនឹងចេញវីដេអូជារៀងរាល់ថ្ងៃតកតងនឹងការប្រហាត់ការបង្រៀនការដាក់ចំណីឲ្យវាតកតងនឹងការប្រហាត់សត្វការចិញ្ចឹមបាសីប្រមាញ់នេះខ្ញុំនឹងចែករំលែកជារៀងរាល់ថ្ងៃ